ការផ្លាស់ប្ដូរខ្លួនឯងចាប់ផ្ដើមដោយការទទួលស្គាល់ខ្លួនឯងនិងមានភាពស្មោះត្រង់ចំពោះខ្លួនឯងដំបូងចូលទទួលយកថាតើអ្នកជានរណានិងកំណត់ពីអ្វីដែលអ្នកចង់កែលម្អការផ្លាស់ប្ដូរមិនកើតឡើងក្នុងពេលតែមួយយប់ភ្លាមៗនោះទេវាទាមទារនូវការអត់ធន់និងភាពស៊ីសង្វាក់គ្នាចូលកំណត់គោលដៅតូចៗច្បាស់លាស់ហើយធ្វើការឆ្ពោះទៅរកគោលដៅទាំងនោះជារៀងរាល់ថ្ងៃជំនួសទម្លាប់មិនល្អដោយទម្លាប់វិជ្ជមានចូលរៀនពីកំហុសរបស់ខ្លួនជំនួសឲ្យការមានអារម្មណ៍ខ្មាស់អៀនយកខ្លួនរបស់អ្នកនៅជាមួយមនុស្សដែលមានគំនិតវិជ្ជមានត្រូវមានវិន័យផ្ទាល់ខ្លួននិងមានជំនឿលើខ្លួនឯងគឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការផ្លាស់ប្ដូរខ្លួនឯងកុំប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃត្រូវផ្ដោតលើដំណើរផ្ទាល់របស់ខ្លួនការកែលម្អរឿងតូចៗនីមួយៗគឺជាកិច្ចការសំខាន់ប្រចាំថ្ងៃនៅពេលអ្នកបដិញ្ញាចិត្តផ្លាស់ប្ដូរហើយបន្តការព្យាយាមអ្នកនឹងក្លាយទៅជាមនុស្សដែលកាន់តែប្រសើរនិងមានភាពរឹងមាំជាងមុនការផ្លាស់ប្ដូរពិតប្រាកដចាប់ផ្ដើមនៅពេលដែលអ្នកសម្រេចចិត្តហើយទទួលខុសត្រូវចំពោះជីវិតរបស់ខ្លួនឯងព្រមទទួលយកអ្វីដែលអ្នកមិនអាចផ្លាស់ប្ដូរបានហើយប្រឹងប្រែងលើអ្វីដែលអ្នកអាចធ្វើបានការទទួលយកមិនមានន័យថាបោះបង់ចោលនោះទេវាមានន័យថាជាការយល់ដឹងអំពីការពិតដោយភាពក្លាហានជីវិតនឹងមិនដំណើរការល្អដោយការគ្រោងទុកនោះទេពេលខ្លះមានរឿងកើតឡើងដែលយើងនឹកស្មានមិនដល់ជំនួសឲ្យការប្រយុទ្ធនឹងការពិតចូលទទួលយកហើយរៀនពីវាការទទួលយកនាំមកនូវសេចក្តីសុខដល់ផ្លូវចិត្តនិងមានភាពច្បាស់លាស់ដល់ផ្លូវគំនិតនៅពេលអ្នកទទួលយកកំហុសអ្នកនឹងជ្រើសរើសនៅពេលអ្នកទទួលយកការពិតរបស់អ្នកដទៃអ្នកនឹងទំនាក់ទំនងកាន់តែល្អប្រសើរការទទួលយកគឺជាភាពរឹងមាំមិនមែនជាភាពទន់ជ្រាយឡើយវាជួយឲ្យអ្នកឈានទៅមុខដោយគ្មានកំហឹងឬសោកស្ដាយទទួលយកនៅថ្ងៃនេះកែលម្អនៅថ្ងៃស្អែកហើយបន្តរីកចម្រើនជារៀងរាល់ថ្ងៃសន្យានឹងខ្លួនឯងថានឹងរក្សាភាពរឹងមាំនៅក្នុងគ្រាលំបាកសន្យានឹងខ្លួនឯងថានឹងមានទំនុកចិត្តលើក្តីសុបិនរបស់ខ្លួនទោះបីអ្នកដទៃសង្ស័យក៏ដោយជីវិតនឹងសាកល្បងលើការអត់ធន់ភាពក្លាហាននិងជំនឿរបស់អ្នកប៉ុន្តែសូមអ្នកកុំបោះបង់សន្យានឹងខ្លួនឯងថានឹងរៀនពីកំហុសឆ្គងហើយបន្តដំណើរឆ្ពោះទៅមុខទៀតការពារសេចក្តីសុខរបស់អ្នកហើយជ្រើសរើសភាពវិជ្ជមានលើភាពអវិជ្ជមានរបស់អ្នកសន្យាថានឹងគោរពខ្លួនឯងនឹងមិនទទួលយកនៅអ្វីដែលមានតម្លៃតិចជាងអ្វីដែលសមនឹងទទួលបាននោះទេសូមខិតខំធ្វើការរក្សាការផ្ដោតនិងជឿជាក់លើដំណើររបស់ខ្លួនរាល់ជំហានតូចៗដែលអ្នកចាប់ផ្ដើមសុទ្ធតែជារឿងសំខាន់ចូលចងចាំថាការរីកចម្រើនត្រូវការពេលវេលានៅពេលអ្នកសន្យានឹងខ្លួនឯងថានឹងមិនបោះបង់នោះអ្នកនឹងកសាងបាននូវអនាគតដែលពោរពេញទៅដោយក្តីសង្ឃឹមទំនុកចិត្តនិងភាពជោគជ័យ